ตาเอาไว้แต่ก็จะ CPM CTR link click through rate ហើយនឹង ROAS ណានេះគឺជា data ទាំង3ដែលវាសំខាន់ដែរនៅក្នុងការមើល report ឬក៏អ្នកគ្នាអាសាឃើញនៅស្រុកក្រៅគាត់ធ្វើ video ad ហ្នឹងគេចូលចិត្តវិភាគជាមួយនឹងតន្ន័យមួយហ្នឹងណាអញ្ចឹងទី1គឺតាក់ទងជាមួយ CPM អញ្ចឹង CPM គឺជាចំនួននៅក្នុងការឆាចនៅពេលដែល ad របស់អ្នកគ្នាហ្នឹង show ទៅកាន់1000 impression ណាអញ្ចឹងវាឆាចប៉ុណ្ណាអញ្ចឹងជាទូទៅ CPM គឺយក data ហ្នឹង benchmark ជា overall industry ឬក៏វិស័យមួយវិស័យមកថាជាទូទៅបើសិនជាអ្នកគ្នានៅក្នុងវិស័យ fashion ថាតើ CPM ប៉ុណ្ណឹងវាថ្លៃអត់ឬក៏វាថោកអត់អញ្ចឹងណាឧទាហរណ៍អញ្ចឹងទៅអញ្ចឹង CPM គឺជា cost ក្នុងការshow ad របស់អ្នកគ្នាហ្នឹងទៅកាន់1000 impression ណាទី2តកតងជាមួយនឹង CTR link click through rate អញ្ចឹង CTR link click through rate គឺជា data មួយដែលបង្ហាញប្រាប់ថាតើនៅពេលដែលមនុស្សឃើញ ad របស់យើងហើយថាតើមានមនុស្សប្រមាណភាគរយនៅពេលដែលគាត់ឃើញ ad ហ្នឹងគាត់ចុចជាមួយនឹងប៊ូតុង send message ឬក៏គាត់ចុចជាមួយនឹងប៊ូតុង buy now ឬក៏ order now នៅក្នុង ad របស់យើងណាអញ្ចឹងនៅក្នុងចំណុចហ្នឹងគឺបើសិនមកអ្នកគ្នាបានរហូតដល់ 3% ឬក៏ 1% អីអាហ្នឹងគឺខ្ពស់មែនតែមានថាអ្នកគ្នាទទួលបានរហូតដល់10% 1% នេះគឺស្មើនឹង 10% អញ្ចឹង 3.46 ហ្នឹងមានន័យថាអ្នកគ្នាទទួលបាន 30% ណាអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាបានអានឹងកាន់តែខ្ពស់កាន់តែល្អប៉ុន្តែបើសិនជាយើងបានវាទៀបមានន័យថាយើងត្រូវ improve hook របស់យើងហ្នឹងឲ្យវាតាក់ទាញជាងមុនណាដើម្បីឲ្យគេចុចជាមួយនឹងcall to action ឬក៏ click ទៅលើ send message របស់យើងហ្នឹងអូខេហើយចុងក្រោយគឺ ROAS បើសិនបើអ្នកទាំងអស់គ្នាផ្ញើ receipt នៅក្នុង chat អ្នកគ្នាអាច track មើលបានណាអញ្ចឹង ROAS មានន័យថានៅពេលដែលអ្នកគ្នាទទួលបាន ROAS ឧទាហរណ៍ថា 13.81 មានន័យថារាល់ការចាយលុយ$1អ្នកទាំងអស់គ្នាទទួលបាន $13.81 មកវិញណាមានថាដូចវាដូចកងធនាគារអញ្ចឹងយើងចាក់លុយ1រៀលទៅយើងទទួលបាន $13.81 មកវិញណាអញ្ចឹងមានថា ROAS របស់អ្នកទាំងអស់គ្នាកាន់តែខ្ពស់មានថា ad របស់អ្នកទាំងអស់គ្នានឹង print លុយចេញមកនឹងកាន់តែច្រើនអញ្ចឹងណា